Ok, videoនេះគឺខ្ញុំនឹងបង្ហាញជូនទៅអ្នកទាំងអស់គ្នាអំពីតម្រូវការប្រើប្រាស់កម្មវិធី GIS សម្រាប់ការងារមួយហើយការងារនោះគឺពាក់ព័ន្ធទៅនឹងការប៉ាន់ស្មានចំនួនប្រជាជននៅក្នុងតំបន់មួយហើយយើងនឹងបន្តប៉ាន់ស្មានរយៈពេល5ទៅ10ឆ្នាំទៀតថាតើក្នុងតំបន់ហ្នឹងអាចនឹងកើនឡើងប៉ុន្មានហើយខ្ញុំចង់បញ្ជាក់ថាទិន្នន័យគឺជាទិន្នន័យសម្រាប់ការសិក្សាទេមិនមែនជាទិន្នន័យផ្លូវការទេហើយក៏ជាទិន្នន័យចាស់ផងដែរយើងមាន field មួយគឺ field population នេះអញ្ចឹងចំនួនប្រជាជននេះគឺជាចំនួនប្រជាជនតាមខេត្តមួយដូចកំពង់ឆ្នាំងហ្នឹងគឺមាន520000នាក់អីចឹងទៅហើយនៅកណ្ដាលនេះគឺមានរហូតដល់ជាង1លាននាក់អញ្ចឹងគឺយើងយោងទៅលើទិន្នន័យដែលមានស្រាប់នេះសម្រាប់ប៉ាន់ស្មាននៅក្នុងតំបន់ដែលយើងចង់ធ្វើហ្នឹងអូខេខ្ញុំមានចំណុចមួយដែលជាចំណុចយោងហើយខ្ញុំចង់ដឹងរយៈចម្ងាយ50គីឡូម៉ែត្រជុំវិញចំណុចហ្នឹងមានប្រជាជនប្រមាណហ្នឹងអញ្ចឹងការងារទី1ដែលយើងត្រូវធ្វើគឺ buffer អញ្ចឹងខ្ញុំបាន buffer រួចហើយជំហានទី2គឺយើងត្រូវ clip យកតំបន់ហ្នឹងអញ្ចឹងខ្ញុំក៏បាន clip រួចហើយដែរបែបនេះយើងទទួលបានទិន្នន័យថ្មីហើយអាចមកមើល attribute វាបន្តិច field ដែលខ្ញុំចង់ឲ្យអ្នកនរគ្នាមើលនោះគឺ population field ហើយនិង area field នេះពីរនេះគឺជាតម្លៃសរុបរបស់ទិន្នន័យចាស់របស់យើងនេះមិនន័យថាវាបានពំនាំទៅវាពំនាំទៅមិនមែនជាតម្លៃថ្មីតាមចំណិតដែលយើងកាត់ទេគឺតម្លៃមួយខេត្តអូខេអញ្ចឹងយើងនឹងប្រើវាសម្រាប់គណនាបន្តសម្រាប់ទិន្នន័យថ្មីរបស់យើងនេះអ្វីដែលប្រែប្រួលនោះគឺ shape area ដោយសារវាជាប្រភេទ feature ខ្លះ area នេះតម្លៃផ្ទៃកាឡានេះគឺវាគណនាយើងស្រាប់ទេអញ្ចឹងនេះជាតួលេខថ្មីហើយຂະຫນាតវាគឺគិតជាម៉ែត្រការ៉េចំណែកផ្ទៃកាឡាប្រទេសរួមនេះផ្ទៃកាឡារួមនេះគឺគិតជាគីឡូម៉ែត្រការ៉េអញ្ចឹងយើងចង់ដឹងពីសមាមាត្រខ្ញុំចង់ជម្រាបជូនពីដំណើរការបន្តបន្តិចហើយទី1គឺយើងត្រូវការនោះគឺ area new area ហ្នឹងគឺ area ថ្មីតាមផ្នែកដែលយើងបាន clip នេះតើវាមានផ្ទៃកាឡាប្រមាណដោយសារវាជា feature ខ្លះហ្នឹងគឺវាមានស្រាប់ហើយមានស្រាប់រួចហើយអញ្ចឹងទី1នេះគឺបានជោគជ័យហើយទី2គឺយើងត្រូវការគណនាសមាមាត្រគណនា proportion វាហ្នឹងអញ្ចឹង proportion គឺយើងចាប់ផ្ដើមធ្វើដោយសារនេះជាម៉ែត្រការ៉េអានេះជាគីឡូម៉ែត្រការ៉េយើងត្រូវការធ្វើឲ្យវាមានຂະຫນាតដូចគ្នាជាមុនសិនថាតើផ្ទៃកាឡាប៉ុណ្ណេះវាស្មើប្រមាណ200នៃផ្ទៃកាឡានេះអញ្ចឹងតើតើនឹងការគណនាអ្នកនរគ្នាអាច add field ហើយគណនាក៏បានឬក៏តាមវិធីលឿនអ្នកនរគ្នា right click ហើយយក calculate field តែម្ដងមកកន្លែងនេះ field name existing or new នេះគឺអ្នកនរគ្នាគ្រាន់តែដាក់ field ថ្មីមក proportion មក proportion new ហើយ expression យើងប្រើ Python នឹងក៏បានដែរកន្លែងនេះគឺយើងត្រូវការយក field នេះចែកឲ្យ field មួយនេះយកអាតម្លៃថ្មីតាមចំណិតនេះចែកជាមួយនឹងអាតម្លៃរួមនៃមួយខេត្តចង់ដឹងភាគរយយកតាមកន្លែងនេះ shape area យើងចែកនឹងម៉ានដើម្បីឲ្យវាคล้ายជាគីឡូម៉ែត្រចែកនឹង1លានចែកនឹង1លានមកហើយយើងបិទវងកញ្ចក់មកវងកញ្ចក់ហើយចែកជាមួយនឹង total area របស់យើងនេះបើคลิกលើវាមកហើយចុច apply អញ្ចឹងវានឹងគណនាតម្លៃថ្មីហើយតម្លៃនេះគឺជាភាគរយនៃ area ថ្មីរបស់យើងហ្នឹងហើយបានន័យថាវា 51% នៃ area សរុបរបស់យើងនេះមួយនេះ 37% អីចឹងទៅបន្តយើងបាន proportion ហើយបន្តទៀតនោះគឺទី3យើងគណនា population ហ្នឹងហើយ populationចឹងការគណនា population គឺយើង right click យក calculate field ធម្មតាទេហើយយើងត្រូវដឹងថា population ស្មើគេ population ថ្មីហ្នឹងគឺស្មើនឹងយើងដាក់ថា new pop ទៅ new pop ស្មើជាមួយនឹង proportion គុណជាមួយនឹង total population total pop អញ្ចឹងនេះគឺជារូបមន្តសម្រាប់គណនាចំនួនប្រជាជនថ្មីហ្នឹងអញ្ចឹងយើងមានហើយ total pop ហ្នឹងគឺកន្លែងនេះអញ្ចឹងយើងចាប់ផ្ដើមយើងដូរឈ្មោះនេះយើងដាក់ថា new pop ហើយយើងយក float ហើយកន្លែងនេះស្មើគេមាញ់គឺស្មើជាមួយនឹង proportion នេះគុណជាមួយនឹង total population បើ click មក apply អញ្ចឹងគឺយើងទទួលបានចំនួនប្រជាជនថ្មីតាមចំណិតមួយហ្នឹងអញ្ចឹងយើងមើល
total population 52 54 32ដល់ពេលអាថ្មីនេះមានតែ27 24 54នេះអាហ្នឹងកំពុងឆ្នាំងណាមួយនេះហើយសម្រាប់ខេត្តកណ្ដាលកាលពីរួមវាគឺ1លានជាងហើយឥឡូវសល់តែ450000ទេប្រសិនបើអ្នកនរគ្នាចង់ដឹងរួមថាតើក្នុងតំបន់ហ្នឹងមានប្រមាណអ្នកនរគ្នាអាច right click មក right click លើ field ហ្នឹងហើយយកពាក្យ visualize statistics អញ្ចឹងយើងនឹងទទួលបានសាមឃើញទេអញ្ចឹងវា3លានជាង3លានអ្នកជាងក្នុងតំបន់ហ្នឹងអញ្ចឹងនេះជាលទ្ធផលរបស់យើងហើយយើងអាចមើលក្រាបជាមួយបន្ថែមអញ្ចឹងកិច្ចការបន្តរបស់យើងគឺយើងចង់ប៉ាន់ស្មានក្នុងរយៈពេលឧបមាថា10ឆ្នាំទៀតថាតើមានកំណើនប្រមាណអញ្ចឹងការប៉ាន់ស្មានគឺយើងប្រើរូបមន្តមួយគឺខ្ញុំដាក់ថា p future នេះស្មើជាមួយនឹង p current នេះគុណជាមួយនឹង1បូកជាមួយនឹងខ្ញុំដាក់ s ទៅ s ហ្នឹងគឺបានន័យថាជា population growth rate ណាហើយស្វ័យគុណ t អញ្ចឹងនេះគឺជារូបមន្តនៃការប៉ាន់ស្មានរយៈពេល10ឆ្នាំទៅខាងមុខដោយ s ហ្នឹងគឺអត្រាកំណើនគឺយើងអស៊ូមថា 2.5% មធ្យមហើយរយៈពេល t នេះគឺស្មើបាន10ឆ្នាំអញ្ចឹង future population ស្មើនឹង current population គុណជាមួយនឹងសន្សោមនេះអូខេយើងចាប់ផ្ដើមមកយើងចូលមកតារាង attribute របស់យើងនេះអញ្ចឹងយើង right click ធម្មតា calculate field ហ្នឹងអញ្ចឹងអានេះគឺហៅថា future ខ្ញុំដាក់ថា future pop យើងប្រើ Python ហ្នឹងធម្មតាយើងស្មើហើយវាស្មើទៅនឹង current new នេះអានេះគឺ current អីគេគុណជាមួយនឹងអីគេ1បូកជាមួយនឹង 2.5% នេះ 2.5 ចែកនឹង100ស្មើបាន 0.025 អញ្ចឹងយើងបូកជាមួយនឹង 0.025 ហើយស្វ័យគុណបានស្វ័យគុណ10រូបមន្តយើងនេះស្វ័យគុណ10តេស្មើ10 year នេះអញ្ចឹងយើង apply មកអញ្ចឹងនេះជាចំនួនប្រជាជននៅក្នុងតំបន់ហ្នឹងរយៈពេលធ្វើដំណើរទៅ10ឆ្នាំទៅខាងមុខឥឡូវនេះវាអាហ្នឹងបាន 270,000 340,000 សម្រាប់ខេត្តកំពង់ឆ្នាំងហើយសម្រាប់ខេត្តកណ្ដាលកើនដល់ 57,000 ព្រំពេញគឺយើង cover ចិត្តដាច់មួយក្រុងអញ្ចឹងចំនួនវាគឺ22លានអ្នកជាង new ហ្នឹងហើយ old គឺ2លាន12,000នេះអញ្ចឹងសម្រាប់ការប៉ាន់ស្មានទៅរយៈពេល10ឆ្នាំទៅខាងមុខហ្នឹងគឺ22លាន66,000 2លាន66,000អាចមើលបន្តបានហើយយើងអាចមើលសរុបរួមនៅក្នុងតំបន់ហ្នឹងដោយចូលមក statistic ទាំងមកអញ្ចឹងសរុបរួមក្នុងរយៈពេល10ឆ្នាំទៅខាងមុខនៅក្នុងតំបន់ដែលយើងបានធ្វើការនេះអាចកើនទៅដល់4លាននាក់កាលពីចាស់នេះមានប៉ុន្មាន visualize មកគឺចាស់មាន3លាននាក់កើន1លាននាក់អូខេហើយនេះជាការប្រើប្រាស់កម្មវិធី GIS របស់យើងសម្រាប់គណនានៅចំនួនប្រជាជនក៏ដូចជាការប៉ាន់ស្មានចំនួនប្រជាជនហើយយើងអាច display ជា result វាចំនួនប្រជាជនយើងក៏បង្ហាញទៅ